គាត់ថាលោក Zelensky បានផ្ញើសម្បត្តិមកគាត់ហើយថាគាត់នឹងព្រមព្រៀងជាមួយនឹងកិច្ចព្រមព្រៀងរ៉ែណាហើយនឹងចូលតុចរចារកសន្តិភាពលោកត្រាំគាត់ទូឯកឥឡូវហ្នឹងសប្តាហ៍ណាក៏ព័ត៌មានគាត់ top new រហូតកាលពីថ្ងៃទី4លោកត្រាំគាត់ឡើងទៅនិយាយនៅសភារបស់គាត់ណាគាត់ថ្លែងសន្ទរកថាគាត់ថាគាត់បានយកប្រជាជាតិប៉ាណាម៉ាត្រឡប់មកវិញហើយយើងដឹងហើយលោកត្រាំគាត់ចង់បាន Greenland ចង់បានប្រជាជាតិប៉ាណាម៉ាត្រឡប់មកវិញហើយគាត់ប្រាប់សភាគាត់ថាគាត់បានសម្រេចហើយគាត់បានយកប្រជាជាតិប៉ាណាម៉ាមកវិញហើយគាត់ឲ្យក្រុមហ៊ុនយក្សមួយក្រុមហ៊ុន BlackRock ទៅទិញកំពង់ផែ2ដែលក្រុមហ៊ុនហុងកុងក្រុមហ៊ុនលោក Legacy មហាសេដ្ឋី Legacy ដែលគាត់បានទិញកំពង់ផែ2ពីប្រទេសប៉ាណាម៉ាអញ្ចឹងគាត់អួតប្រាប់ថាគាត់បានយកប៉ាណាម៉ាមកវិញហើយក្រោយពីគាត់អួតហើយប្រធានាធិបតីប៉ាណាម៉ាគាត់ចេញមកនិយាយគាត់ថាលោកត្រាំនឹងកុហកទេគាត់បោកទេគាត់ថាមិនចេះតែបោកទេណាការដែលគាត់ទៅទិញកំពង់ផែពីចិនមកវិញពីក្រុមហ៊ុនហុងកុងជាក្រុមហ៊ុនឈ្មោះCK Hutchison របស់លោក Legacy យើងដឹងហើយលោក Legacy ជាមហាសេដ្ឋីលំដាប់ខ្ពស់ដែរនៅហុងកុងគាត់វិនិយោគទៅលើកំពង់ផែនៅប៉ាណាម៉ាសូមបញ្ជាក់ថានៅប្រជាជាតិប៉ាណាម៉ាមានកំពង់ផែទាំងអស់5លោក Legacy គាត់វិនិយោគបាន2ណាការវិនិយោគគឺជាការធ្វើសម្បទានណារបស់ប៉ាណាម៉ាគាត់ដាក់ឲ្យក្រុមហ៊ុនគេដេញថ្លៃជួលឬក៏វិនិយោគទៅលើកំពង់ផែហ្នឹងអញ្ចឹងមិនមែនមានន័យថាលក់ប៉ាណាម៉ាហ្នឹងប្រជាជាតិប៉ាណាម៉ាទៅឲ្យចិនទេគឺជាការវិនិយោគណាប្រហែលឆ្នាំអញ្ចឹងទៅអញ្ចឹង BlackRock គាត់បានទិញហើយទិញពី Legacy ហ្នឹងអញ្ចឹងប្រធានាធិបតីប៉ាណាម៉ាគាត់ថាមិនមែនជាការលក់ប៉ាណាម៉ាទៅឲ្យអាមេរិកវិញទេគឺជាការទិញរវាងក្រុមហ៊ុនឯកជននិងក្រុមហ៊ុនឯកជនដែលបានចុះកិច្ចសន្យាជាមួយនឹងរដ្ឋាភិបាលប៉ាណាម៉ានឹងវិនិយោគទៅលើកំពង់ផែហ្នឹងអញ្ចឹងការនិយាយប្រត្រាំជាការកុហកឯដែលបានយកប្រជាជាតិប៉ាណាម៉ាត្រឡប់មកវិញនោះសូមបញ្ជាក់ថាប្រជាជាតិប៉ាណាម៉ាត្រូវបានជីកដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាំងពីឆ្នាំ1903ដល់ឆ្នាំ1914អញ្ចឹង11ឆ្នាំទៅមកជីកហើយជីកពីជាផ្លូវទឹកណាផ្លូវកាត់ពីមហាសមុទ្រប៉ាស៊ីហ្វិកទៅមហាសមុទ្រអាត្លង់តិកណាបើយើងជិះតាមផ្លូវទឹកធម្មតាគឺត្រូវវាងប្រហែលជាមួយខែជាងនេះនោះតម្រាំតែជិះដល់ឆ្លងពីមហាសមុទ្រមួយទៅមហាសមុទ្រមួយតែការជីកប្រជាជាតិប៉ាណាម៉ានេះជាផ្លូវកាត់អញ្ចឹងមិនចំណាយពេលច្រើនណាក្រុមហ៊ុន CK Hutchison របស់លោក Legacy ហ្នឹងតាំងពីឆ្នាំ1997រហូតដល់ឆ្នាំ2025បានលក់ឲ្យក្រុមហ៊ុន BlackRock តម្លៃ$23,000 លានប្រធានាធិបតីប៉ាណាម៉ាគាត់ចេញមកបញ្ជាក់ថាប្រទេសប៉ាណាម៉ានៅតែគ្រប់គ្រងប្រជាជាតិនឹង 100% អញ្ចឹងកំពង់ផែការទិញលក់កំពង់ផែហ្នឹងគឺជាការទិញលក់រវាងឯកជននិងឯកជនដែលបានចុះកិច្ចព្រមព្រៀងសម្បទានជាមួយនឹងរដ្ឋាភិបាលប៉ាណាម៉ាតែប៉ុណ្ណោះអញ្ចឹងមិនមែនជាការលក់
ប្រជិកមិនជាការលក់កំពង់ផែទៅឲ្យសហរដ្ឋអាមេរិកទេអញ្ចឹងលោកត្រាំកុំបោកគេទៀតយើងបន្តមកទៀតរឿងអ៊ុយក្រែននិងសហរដ្ឋអាមេរិកយើងដឹងហើយវិវាទរវាងលោក Zelensky និង Donald Trump នៅសេតវិមាននឹងបានកើតជារឿងច្រើនដែលសហរដ្ឋអាមេរិកបានបញ្ឈប់ជំនួយយោធាទៅអ៊ុយក្រែនហើយបន្ទាប់មកប្រហែលថ្ងៃមុននេះសហរដ្ឋអាមេរិកបានបញ្ឈប់ការបញ្ជូនដំណឹងសម្ងាត់ណាហើយនឹងដកយកផ្កាយរណបដែលបំរើទៅបំរើសម្រាប់ស៊ើបការសម្រាប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងអញ្ចឹងវាធ្វើឲ្យអ៊ុយក្រែនប្រៀបដូចជាមនុស្សភ្នែកខ្វាក់អញ្ចឹងទៅវាយមួយគេដោយអត់ដឹងថាគេនៅណាហើយរុស្ស៊ីគាត់មានកាយរណបមានអីអញ្ចឹងគាត់អាចមើលឃើញទាហានអ៊ុយក្រែនអីនៅទីតាំងកន្លែងណាអីកន្លែងណាអញ្ចឹងក្រោយពីសហរដ្ឋអាមេរិកដកមកឃើញថាលោក Zelensky គាត់រៀងបន្ទន់អេឌីយ៉ាបតហើយលោកត្រាំគាត់បានថ្លែងសន្ទរកថានៅមុខសភាសមាជិកសភារបស់គាត់ថាលោក Zelensky បានផ្ញើសម្បត្តិមកគាត់ហើយថាគាត់នឹងព្រមព្រៀងជាមួយនឹងកិច្ចព្រមព្រៀងរ៉ែណាហើយនឹងចូលតុចរចារកសន្តិភាពតាមអ្វីដែលសហរដ្ឋអាមេរិកគាត់អញ្ចឹងលោកត្រាំគាត់បានអួតថាគាត់បានយកធ្វើឲ្យអ៊ុយក្រែនព្រមព្រៀងហើយព្រមព្រៀងបកគលរ៉ែដែលមានតម្លៃ500,000 លានមកឲ្យសហរដ្ឋអាមេរិកសូមបញ្ជាក់ថាការយករ៉ែនោះមានន័យថានៅរាល់រ៉ែដែលអ៊ុយក្រែនមានទាំងប្រមាណកំពុងតែជីកទាំងប្រមាណណាពេលបានផលមកត្រូវឲ្យមកសហរដ្ឋអាមេរិកណាចំណូលទាំងប្រមាណហ្នឹងឲ្យសហរដ្ឋអាមេរិក50% អញ្ចឹងលក់បានប្រមាណត្រូវឲ្យសហរដ្ឋអាមេរិក50% សមបានអ៊ុយក្រែនយកទៅអញ្ចឹងលោក Zelensky គាត់បានបញ្ជាក់គាត់បានសរសេរនៅក្នុងបណ្ដាញសង្គម X ទៀតថាគាត់ត្រៀមខ្លួនរួចហើយណាត្រៀមខ្លួននឹងវិលមកតុចរចាជាមួយសហរដ្ឋអាមេរិកវិញហើយគាត់ត្រៀមខ្លួននឹងចុះកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិករឿងរ៉ែរឿងអីហ្នឹងហើយគាត់ក៏មានការសោកស្ដាយចំពោះការដែលទាស់ពាក្យសម្ដីគ្នានៅសេតវិមានហ្នឹងក៏គាត់អរគុណដែលត្រាំព្យាយាមរកកិច្ចព្រមព្រៀងសន្តិភាពឲ្យអ៊ុយក្រែនអញ្ចឹងត្រាំគាត់បានអួតរឿងអ៊ុយក្រែននឹងមួយទៀតនៅមុខសភារបស់សហរដ្ឋអាមេរិកតែកិច្ចព្រមព្រៀងអត់ទាន់បានចុះនៅឡើយទេណាគាត់តែបានផ្ញើសារឲ្យគ្នាទៅវិញទៅមកនឹងអាចមានកិច្ចព្រមព្រៀងហើយសម្រាប់អ្នកវិភាគគេថាវាកិច្ចព្រមព្រៀងនឹងអាចប្រែប្រួលมันប្រកាសថាដោយអ្វីដែលត្រាំគាត់បាននិយាយទេព្រោះមិនទាន់បានចុះកិច្ចព្រមព្រៀងនៅឡើយទេគាត់ជាការអួតរបស់លោកត្រាំសូមបញ្ជាក់ថាសហរដ្ឋអាមេរិកចង់បានរ៉ែនោះគឺចង់យកមកជំនួសឲ្យរ៉ែរបស់ចិនព្រោះទៅទៀតអាចនឹងមានសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកសម្រាប់ការតម្លើងពន្ធចុះឡើងហ្នឹងអញ្ចឹងបើសិនជាបានរ៉ែពីអ៊ុយក្រែនអញ្ចឹងអាមេរិកអាចនឹងរៀងដោះដៃពីចិនបានហើយអាចដាក់គំនាបទៅលើចិនបានយើងបន្តមកមើលព័ត៌មានប្រចាំសប្តាហ៍ប្រចាំខែរបស់យើងណាថាសប្តាហ៍នេះមានព័ត៌មានសំខាន់អីសម្រាប់ថ្ងៃច័ន្ទព័ត៌មានអត់មានទេថ្ងៃអង្គារនឹងមានព័ត៌មាន job opening ណាការប្រកាសរើបុគ្គលិកនៅសហរដ្ឋអាមេរិកមានការកើនឡើងឬក៏ថយចុះអានឹងវានឹងធ្វើឲ្យប្រាក់ដុល្លារឡើងចុះទៅតាមហ្នឹងដែរបើសិនកើនឡើងវានឹងធ្វើឲ្យសេដ្ឋកិច្ចប្រជាជនសហរដ្ឋអាមេរិកមានកើនឡើងដែរអញ្ចឹងវានឹងជះឥទ្ធិពលទៅលើប្រាក់ដុល្លារហើយថ្ងៃពុធមានព័ត៌មានដែលសំខាន់ផងអាមេរិកគឺ
CPI ប្រចាំឆ្នាំណា Consumer Price Index ឬក៏ inflation ណារបស់សហរដ្ឋអាមេរិកអញ្ចឹងវាជះឥទ្ធិពលខ្លាំងនឹងធ្វើឲ្យតម្លៃប្រាក់ដុល្លារឡើងខ្លាំងឬក៏ចុះខ្លាំងរយៈពេលវែងហើយនឹងវានឹងប៉ះពាល់ទៅដល់ការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដែរថ្ងៃពហុនឹងមាន PPI ណាតំណែងបោះដុំប្រចាំខែអត់សូវ affect ប៉ុន្មានទេថ្ងៃសុក្រមាន GDP របស់ pound ម៉ោង2ម៉ោង9ងាចនឹងមាន prelim UOM consumer ណាអញ្ចឹងព័ត៌មានដែលសំខាន់សម្រាប់សប្តាហ៍នេះគឺ CPI ឬគឺ inflation របស់សហរដ្ឋអាមេរិកហ្នឹងយើងឃើញតម្លៃមាសសប្តាហ៍មុនមូលបាន596 ពីបដោយសារតែវិស័យវែងអញ្ចឹងមូលបានតិចហើយនិន្នាការមាសនៅនិន្នាការអាប់នៅឡើយទេណាហើយតម្លៃមាសព្រឹកមិញគឺ1អោនស្មើនឹង2915ណាទីចុះបន្តិចណាហើយវានឹងបកត្រឡប់ឡើងទៅវិញ2950 2957.27 អញ្ចឹងនឹងបន្តឡើងថែមទៀតតែ break ឬក៏ break បើ break ទៅទៀតហើយកាន់តែធ្ងន់ហើយនេះចំណែកឯ Bitcoin តម្លៃ Bitcoin និន្នាការ down signal ក៏ down អញ្ចឹងនឹងបន្តចុះមក break support ថែមទៀតតម្លៃ Bitcoin រៀងទាបបន្តិចហើយគឺត្រឹម81034ទេព្រឹកមិញណាហើយគាត់នឹងបន្តមក break 78140 ថែមទៀតណា Bitcoin រៀងធ្លាក់តិចមាសឡើងចំណែកតម្លៃប្រេងវិញតម្លៃប្រេងនៅតែបន្តចុះនិន្នាការហើយ signal ក៏នៅតែចុះដែរសប្តាហ៍មុនមកបាន541ពីបហើយព្រឹកមិញតម្លៃប្រេងធ្លាក់មកសល់ត្រឹមមួយបារ៉ែលគឺ 66.75 ដុល្លារហើយនឹងបន្តចុះមកបន្ថែមទៀតតាមព័ត៌មាន OPEC គាត់ថាគាត់នឹងកាត់បន្ថយការផលិតប្រេងដើម្បីឲ្យតម្លៃប្រេងឡើងវិញចំណែកឯអាមេរិកជប៉ុនវិញនិន្នាការលុយអាមេរិកជប៉ុននិន្នាការ down signal ក៏ down ចឹងនៅបន្តចុះថែមទៀតសប្តាហ៍មុនមកបាន439ពីព្រឹកមិញ1ដុល្លារអាមេរិកស្មើនឹង147.23 យេនអញ្ចឹងតម្លៃលុយជប៉ុនរៀងឡើងថ្លៃតិចហើយណាចឹងដោយសារតែមួយរយៈនេះស្ថានភាពលុយអាមេរិកអត់សូវល្អចំណែកឯលុយអឺរ៉ូវិញសប្តាហ៍មុនមកបាន467ពីបនិន្នាការអាប់ signal ក៏អាប់ដែរហើយចំណែកឯតម្លៃលុយព្រឹកមិញគឺ1អឺរ៉ូស្មើនឹង$1.0866ហើយនិន្នាការហ្នឹងនៅបន្តឡើងថែមទៀតអាចនឹងឡើង forex resistance ថែមទៀតចូលមកឡើងថែមទៀតនឹងកាន់តែឡើងខ្លាំងឬ pound ចុងក្រោយគេក៏ឡើងដូចលុយអឺរ៉ូដែរនិន្នាការអាប់ signal ក៏អាប់ហើយសប្តាហ៍មុនមកបាន393ពីបហើយព្រឹកមិញ1 pound ស្មើនឹង$1.2940 អញ្ចឹងគាត់នឹងបន្តឡើងទៅ break resistance ថែមទៀតដោយសារតែ signal នៅខ្លាំងឡើយ